នេះគឺជារឿងរ៉ាវដែលកំពុងតែល្បីកក្រើកមែនទែនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងបុរសម្នាក់បានសម្លាប់សង្សាររបស់ខ្លួនដាក់នៅក្នុងបន្ទប់រួចគេចខ្លួនបាត់ស្រមោលនារីម្នាក់បានបាត់ដំណឹង3ថ្ងៃបែរជាប្រទះឃើញសាកសពនៅក្នុងបន្ទប់ជួលមិត្តប្រុសរបស់ខ្លួននៅរាជធានីភ្នំពេញកម្មការនីរោងចក្រកាត់ដេរម្នាក់បានបាត់ដំណឹងរយៈពេល3ថ្ងៃបែរជាប្រទះឃើញសាកសពនៅក្នុងបន្ទប់ជួលមិត្តប្រុសរបស់ខ្លួនដោយសង្ស័យថាករណីនេះគឺជាករណីឃាតកម្មពលគឺមិត្តប្រុសរបស់នារីរងគ្រោះបានបិទទ្វារបន្ទប់រួចចាក់សោពីខាងក្រៅហើយគេចខ្លួនបាត់ស្រមោលហេតុការណ៍នេះផងដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលានៅម៉ោង2រសៀលនៅថ្ងៃទី7ខែធ្នូឆ្នាំ2023នៅក្នុងបន្ទប់ជួលលេខ37ជាន់ទី1ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង2សង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញស្ត្រីរងគ្រោះមានឈ្មោះថាសឹមរ៉ាឌីអាយុ19ឆ្នាំមុខរបរជាកម្មការនីរោងចក្រមានស្រុកកំណើតនៅភូមិសំបូរឃុំព្រៃកុយស្រុកស្ទឹងសែនខេត្តកំពង់ធំនិងស្នាក់នៅជាមួយនឹងម្ដាយរបស់ខ្លួនដែលជាស្ត្រីមីម៉ាយនៅក្នុងបន្ទប់ជួលនៅក្នុងភូមិកើតហេតុខាងលើចំណែកឯបុរសជាសង្សារមានឈ្មោះថាសុធេអាយុជាង21ឆ្នាំជាកម្មកររោងចក្រដូចគ្នាស្នាក់នៅបន្ទប់ជួលនៅកន្លែងកើតហេតុខាងលើប្រពន្ធពិសាញាតិរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថានាងបានបាត់ខ្លួនតាំងពីវេលាយប់នៅថ្ងៃទី5ខែធ្នូមកម្លេះប៉ុន្តែពេលបាត់ខ្លួននាងក៏បានខលមកតាក់ទងជាមួយនឹងម្ដាយរបស់ខ្លួនជាធម្មតាថានាងនៅក្នុងបន្ទប់សង្សារខ្លួនទេលុះក្រោយមកបាត់យូរពេកមិនឃើញត្រឡប់មកផ្ទះម្ដាយបានខលទៅកូនម្ដងហើយម្ដងទៀតខលទៅចូលដែរក៏ប៉ុន្តែមិនមានអ្នកលើកសោះពេលនោះម្ដាយនិងសាច់ញាតិក៏បានទៅដល់បន្ទប់កើតហេតុដែលជាបន្ទប់សង្សាររបស់ស្ត្រីរងគ្រោះនោះក៏ប៉ុន្តែមិនបានឃើញកូនស្រីរបស់ខ្លួនដែលជាស្ត្រីរងគ្រោះនោះទេឃើញតែបន្ទប់នោះបិទទ្វារនិងចាក់សោពីខាងក្រៅជាប់ហើយស្មានតែនាងអត់នៅក្នុងនោះទើបត្រឡប់មកផ្ទះវិញដោយពុំបានអឺតមើលឡើយប្រពន្ធដដែលបានបន្តថាម្ដាយនិងក្រុមគ្រួសារសាច់ញាតិនៅតែបន្តរកកូនដដែលហើយរហូតដល់ថ្ងៃទី7ខែធ្នូបានធំក្លិនស្អុយផ្លែកភេចេញពីក្នុងបន្ទប់កាត់ហេតុនោះដោយមានការសង្ស័យក៏បានស្នើសុំឲ្យម្ចាស់ផ្ទះជួលជួយកាត់សកោះទ្វារបន្ទប់ចូលមើលក៏ស្រាប់តែប្រទះឃើញនាងស្លាប់ដោយចង្កហើមស្អុយទៅហើយទើបមានការភ្ញាក់ផ្អើលឆឡោនិងរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យតែម្ដងទៅជុំវិញទៅនឹងការស្លាប់របស់នាងត្រូវបានក្រុមគ្រួសារនិងសាច់ញាតិសង្ស័យថាសង្សាររបស់នាងគឺជាអ្នកសម្លាប់រួចយកទៅចងកព្យួរនៅក្នុងបន្ទប់ជួលបន្ទាប់មកជនដៃដល់បានបិទទ្វារបន្ទប់និងចាក់សោពីខាងក្រៅរួចហើយក៏បានគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពទៅរឿងរ៉ាវទាំងអស់នេះផងដែរសមត្ថកិច្ចពុំបានអះអាងថាករណីនេះគឺជាករណីអ្វីឲ្យពិតប្រាកដនៅឡើយនោះទេដោយមានការសន្និដ្ឋានជំហានដំបូងការសង្ស័យថាជាករណីឃាតកម្មបាទនេះគឺជារឿងរ៉ាវពាក់ព័ន្ធទៅនឹងការស្លាប់របស់ប្អូនស្រីម្នាក់ដែលអាយុទើបតែ19ឆ្នាំបងប្អូនទាំងអស់គ្នាមុខមាត់និងរូបសម្បត្តិរបស់គាត់ហ្នឹងគឺសស្អាតមែនតើក៏ប៉ុន្តែបែរជាមកអាយុខ្លីបែបនេះបងប្អូនទាំងអស់គ្នាក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងចំពោះឃាតករដែលបានសម្លាប់នោះបើតាមសាច់ញាតិរបស់ស្ត្រីរងគ្រោះថាគឺជាសង្សាររបស់នាងបាទបើតាមមើលរូបថតបងប្អូនទាំងអស់គ្នាអាយុក៏មិនច្រើនដែរទើបតែ21ឆ្នាំក្មេងៗមែនតើខាងស្រីគឺអាយុ19ចំណែកឯបុរសជាឃាតករហ្នឹងគឺអាយុ21ឆ្នាំរឿងរ៉ាវនេះផងដែរកាលពីព្រឹកមិញគឺផ្អើលឆឡបងប្អូនទាំងអស់គ្នាយើងមានតែតាមដានបន្តទៀតប្រសិនបើមានព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងរឿងរ៉ាវនេះខាងយើងខ្ញុំនឹងលើកយកមកបកស្រាយឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់ជាបន្តទៀត